Hello បាទសួស្តីហើយនៅក្នុងវីដេអូនេះខ្ញុំមកអត្ថាធិប្បាយបញ្ជាក់បន្តិចថាហេតុផលអីហេតុអ្វីបានជាខ្ញុំសរសេរកម្មវិធីខៃស៊ូเนาะដឹងអានថាម៉េចទេភាសាចិននេះឬគេអានថាខៃស៊ូខូស៊ូហ្នឹងខ្ញុំអានតាមអញ្ចឹងដែរចុះមានអ្នកទេមកម៉ោងនេះអឺ ហេតុផលអីបានខ្ញុំសរសេរមាន2 version គឺខាងលើនេះមួយ version នេះខាងលើនេះគឺមួយហើយខាងក្រោមនេះមួយទៀតអូខេគឺមាន2វិធីសម្រាប់ download Kaizu ហ្នឹងគឺខ្ញុំទៅយកកូដពីគីមកវាមាន2វិធីបាទវិធីទី1គឺយើងអត់មានចាំបាច់ប្រើ cookie ទេណាវិធីមួយនេះគឺអត់មានចាំបាច់ប្រើ cookie ទេយើងយកតែ ID មករក Kaizu មួយសិនអូខេយើងយកតែ user ID របស់អ្នកដែលយើងចង់បាននឹងមកនេះយក copy ប៉ុណ្ណឹង double click យកតែប៉ុណ្ណឹងមកឧទាហរណ៍ថាខ្ញុំ start តោះមកចុចលើ Kaizu ហ្នឹងតបមកយើងចាំឲ្យវាចេញអឺ text នៅត្រង់នេះសិនហើយយើងផាសចូលហើយយើងដាក់ចំនួនថាប្រមាណមកឧទាហរណ៍ថាខ្ញុំដាក់15អញ្ចឹងចុះបន្ទាប់មកយើងមកចុចប៊ូតុង browser នឹងសិនអញ្ចឹងខ្ញុំបង្កើត folder មួយ Kaizu គូ enter មកបន្ទាប់មកចុច OK បន្ទាប់មកយើងចុច download តែម្ដងអញ្ចឹងអានេះគឺវិធីទី1គឺមានតែប៉ុណ្្នឹងទេគឺយើង copy ID នឹងមក user profile នឹងមកនេះវាទៅ download ហើយអញ្ចឹងយើងចូលទៅក្នុង desktop ដែលយើងបង្កើតមិញហ្នឹងនេះ Kaizu វានឹងបង្កើត profile មួយfolder តាមរយៈ profile មួយហើយវា download ចំនួនប្រហែល15វីដេអូនឹងមកអានេះគឺវិធីមួយបែបវិធីទី1បែបងាយយើងចាំមើលនៅត្រង់នេះពេលវា download មកដល់15វា stop ណាបងប្អូនចាំមើលឥឡូវវា14 15ហើយនេះអូខេនេះវាប្រាប់ហើយថា download ចំនួន15វីដេអូនៅត្រង់នេះអញ្ចឹងនេះគឺវិធីទី1បែបងាយដោយយើងមិនចាំបាច់ប្រើអឺ cookie មិនចាំបាច់មាន cookie ទេអញ្ចឹងចុះវិធីទី2 version 2គឺយើងត្រូវប្រើ cookie អញ្ចឹងឥឡូវខ្ញុំដាក់way 2ឲ្យមើលសម្រាប់ way 2នេះគឺយើងត្រូវប្រើ cookie របស់យើងគឺយើងចាំបាច់ត្រូវ log in ជាមួយនឹងទូរស័ព្ទបើក WeChat មកយើងបើក WeChat មកហើយយើងlog in វាតាមរយៈ cookie សំទោសតាមរយៈអឺទូរស័ព្ទរបស់យើង scan barcode នឹងចូលទៅបន្ទាប់មកគឺយើងត្រូវទៅប្រើ cookie របស់វាអញ្ចឹងអានេះគឺវិធីទី2ដោយយើងmouse ស្ដាំយក inspect បន្ទាប់មកកន្លែងខាង network បន្ទាប់មក refresh មួយចាបន្ទាប់ពី refresh ហើយយើងទាញមកលើមកកន្លែង profile ហ្នឹងយើងនឹងឃើញ cookie នៅទីនេះអញ្ចឹងគឺយើងត្រូវទាញ cookie ហ្នឹងយកមកដាក់នៅក្នុងកម្មវិធីដោយកម្មវិធីរបស់ខ្ញុំដាក់នៅកន្លែង path នេះ bin debug cookie ហើយយើងមកកន្លែង Kaizu cookie នេះ
ហើយយើងផាសចូលហើយខ្ញុំ save ទៅវិញទៅខ្ញុំ save ចឹងទៅវិញទៅបន្ទាប់មកខ្ញុំមក run វាម្ដងទៀតពេលខ្ញុំមក run ហើយខ្ញុំទៅយកID របស់ cookie ហ្នឹងមកហើយអានេះគឺយើងធ្វើតែម្ដងទេសម្រាប់ cookie នេះយើងធ្វើតែម្ដងហ្នឹងទេបន្ទាប់មកខ្ញុំមកចុចកន្លែង Kaisu ហ្នឹងខ្ញុំផាស ID ផាស URL ចូលកុំភ្លេចway 2គឺត្រូវប្រើ URL ផាសចូលមកអញ្ចឹងមកបន្ទាប់មកយើងប្រើ get cookie get video ចេះច្រឡំនេះបើយើងដាក់ចំនួន10គឺវាចេញ10នៅតែនេះបើយើងដាក់ចំនួនឥឡូវយើងមើលវីដេអូនេះវាមានប៉ុន្មានអានេះមាន19ណាអូខេមាន19អញ្ចឹងខ្ញុំដាក់19នៅតែហ្នឹងហើយខ្ញុំចុច get video way 2ហ្នឹងមកគឺវាចេញ19លឿនណាអញ្ចឹងនេះគឺវិធីដែលយើងប្រើcookie ឲ្យជួយបាទអានេះគឺងាយបំផុតទេសម្រាប់អ្នកចង់សាកប្រើវីដេអូរបស់ខ្ញុំកម្មវិធី download វីដេអូរបស់ខ្ញុំបាទអូខេអញ្ចឹងនេះគឺហេតុផលអីបានជាខ្ញុំសរសេរកម្មវិធីមានទី1មានទី2ព្រោះបើសិនទី1វា stuck វាមានបញ្ហាអញ្ចឹងទៅគឺទៅប្រើទី2អញ្ចឹងទៅហើយទី1គឺយើងអត់មានចាំបាច់ cookie ទេតែទី2ហ្នឹងគឺចាំបាច់ត្រូវមានអូខេអរគុណច្រើនសម្រាប់តាមដានវីដេអូ